Minh pu trường trăng thlu pu pi lơ minh đỏ po cà pin minh đập tổ pu យើងដែរភ្លេងពិនទៀតអីក៏លឺភ្លេងយើងនេះភ្លេងប្រពៃណីខ្មែរនេះឃើញមានតាខេមានស្គរមានអានៀតទៅចុះដល់ពេលភ្លេងនេះមានអានៀតធំអានៀតឯងនេះគេហៅភ្លេងអី អាហ្នឹងភ្លេងពិនពៀត អ្នកខ្លះហៅ ខ្មែរខ្លះមិនយល់វាទៅជាហៅភ្លេងសៀម ហៅភ្លេងសៀម តាមពិតហ្នឹងសៀមហ្នឹងលួចយើងទៅវិញទេ អូយលឺព្រោះម៉េះបង បាទ ខ្ញុំពីដើមចូលចិត្តស្ដាប់ណា បាទ ចាស្គរធំគឺលឺសូរហ្មង ក៏ធំ ម្ដ ហ្នឹង ងលឺព្រោះម្ដងលឺអត់ព្រោះ ឲ្យតែមិនបើគេបាត់បាយឲ្យវាត្រូវហ្នឹងហើយអាហ្នឹងស្គរគេហៅស្គរសភូ ក៏សពោធំ ហ្នឹង ណា គេផ្ទះសងខាងទេ អូ ហ្នឹងហើយចាប់ទុកកពូតព្រីមីងកុំធ្វើពូទុកកពូធ្វើមីង ភ្លេងស្អីគេ ស្គរសភូ ក៏សពោវាយទៅវាយមកអញ្ចឹង បានស្គរធំមីងពូហើយចូលគ្នាណា ហ្នឹងហើយ មីងពូជើងត្រង់ធ្លូពូពីលើមីងដោះពោះកពីងមីងទៅបន្ទោសពូ យើងដែរភ្លេងពិនទៀតអីក៏លឺ ឆ្លើយគ្នាហ្នឹង ឆ្លើយគ្នាហើយចាប់តែអានៀត បាទអានៀត អានៀត ណាអានៀតធំអានៀតគេហៅអានៀតបាសហ្នឹងអានៀតធំក្នុងមុងហើយបាទអានៀតឯកតឹងណាស់ចងមុងតឹង ចងមុំតាំង វាខ្លាចមូសចូល ហើយស្អីទៀត ហើយដល់ពេលកងធំទ្រាំទៅ មុងតាំងមិនដែរឲ្យទ្រាំទៅ ឲ្យទ្រាំទៅ ដល់ហើយស្អីទៀត ហើយបានឈឹង ឈឹង ណាឈឹងឈប់ឲ្យឈឹងហើយដល់ពេលសាឡាយបានសំណោះសាឡាយ ស្លាយទៅ សាឡាយសំលេងវាតូចជាងគេ ទូច មុនដំបូងគេមិនទាន់ចូលជាបាត់គេលោអង្អែលនាងអង្អែលនាងអង្អែលដល់ចូលបាត់